ហេតុអ្វីសន្សំលុយអត់បានចាតើមានកត្តាអីគេខ្លះដែលធ្វើឲ្យការគិតរបស់អ្នកទាំងអស់គ្នាហ្នឹងអ្នកទាំងអស់គ្នាយល់ថាយើងសន្សំលុយអត់បានចាអាចនឹងត្រូវចំណុចណាខ្លះដែលអ្នកទាំងអស់គ្នាយល់ថាខ្លួនឯងហ្នឹងពិតជាសន្សំអត់បានទី1គ្មានទម្លាប់នៅក្នុងការចាត់ចែងលុយតែទាំងអស់គ្នាតែងតែយល់ថាចេះអីទៅជាការចាត់ចែងលុយអ្នកទាំងអស់គ្នាតែងតែសួរខ្ញុំថាអីទៅជាការចាត់ចែងលុយហើយបើខ្ញុំលុយតិចហ្នឹងបងបើខ្ញុំប្រាក់ខែតិចហ្នឹងបងតែខ្ញុំចាត់ចែងលុយធ្វើអីចាអ្នកទាំងអស់គ្នាការពិតទៅលុយតិចហ្នឹងហើយក៏គួរតែចាត់ចែងប្រសិនណាបើអ្នកទាំងអស់គ្នាមានចំណូលតិចលុយតិចនៅក្នុងប្រចាំខែហ្នឹងអ្នកទាំងអស់គ្នាចាយអត់គ្រាន់ផងហើយអ្នកទាំងអស់គ្នាអត់ចេះចាត់ចែងលុយទៀតអញ្ចឹងអាទម្លាប់បន្តិចម្ដងវាគឺជាទម្លាប់ដែលមិនល្អនៅក្នុងការចាត់ចែងលុយទម្លាប់ដែលល្អអ្នកទាំងអស់គ្នាគឺត្រូវរៀនចាត់ចែងលុយយើងកត់មកចាចំណូលយើងប្រមាណចំណាយយើងប្រមាណចាការចំណាយហ្នឹងគឺវាមានសារៈសំខាន់មែនតើបើអ្នកទាំងអស់គ្នាអត់មានទម្លាប់ចាត់ចែងលុយផងអញ្ចឹងទោះលុយធំដែលអ្នកទាំងអស់គ្នារំពឹងថាអ្នកទាំងអស់គ្នាមានហ្នឹងក៏អ្នកទាំងអស់គ្នាចាត់ចែងបានដែរអញ្ចឹងចាត់ចែងលុយគឺសំខាន់បំផុតនៅពេលដែលអ្នកទាំងអស់គ្នាមានចំណូលតិចនឹងឯងចាមិនមែនថាចេះអើយបងចំណូលខ្ញុំលុយប្រាក់ខែខ្ញុំចាយតែមួយរស់ហ្នឹងបងប្រាក់ខែខ្ញុំតែ180ប្រាក់ខែខ្ញុំតែ280ឬក៏ចំណូលរបស់ខ្ញុំតែលក់ប្រចាំថ្ងៃបានតែ50000បានតែ100000ទិញលក់គ្រឿងក្រៅទិញអាគ្រឿងផ្សំអីទាំងអស់ហ្នឹងទៅក៏ចាយទៅអស់ទៅគ្មានបានទៅចាត់ចែងគ្មានបានទៅអីទេតែខ្ញុំចង់សួរបងវិញថាអញ្ចឹងឲ្យតែនឹកឃើញខែហ្នឹងអញ្ចឹងទៅបងចង់ទៅញ៉ាំអីឆ្ងាញ់គឺបងទៅខែហ្នឹងអញ្ចឹងទៅបងយល់ថាអូខែហ្នឹងទិញចង់ទិញកៅអៅមានលុយច្រើនតិចទៅទិញកៅអៅអូស្បែកជើងថ្មីអស់ហើយចាស្បែកជើងចាស់ស្បែកជើងពាក់ហ្នឹងវាយូរហើយចាស់ហើយអញ្ចឹងទៅទិញស្បែកជើងថ្មីចាអូខែហ្នឹងកម្មវិធីខួបកំណើតមិត្តភក្តិកូនអូខែហ្នឹងកម្មវិធីខួបកំណើតមិត្តភក្តិរបស់ប្អូននេះប្អូននោះចាអូខែក្រោយគឺអ៊ំទូកទៀតហើយអញ្ចឹងកម្មវិធីរហូតយើងមិនបាច់ចាត់ចែងលុយទេចាហ្នឹងជាមូលហេតុដែលចំណូលទាំងអស់ហ្នឹងត្រូវបែងចែកចាចំណាយរបស់យើងហើយនឹងចំណូលរបស់យើងខ្ញុំតែងតែនិយាយគ្រប់វីដេអូរបស់ខ្ញុំតែម្ដងចំណូលរបស់យើងហ្នឹងគឺมันអាចទៀបជាងចំណាយរបស់យើងទេប្រសិនណាបើយើងកត់ទៅយើងឃើញថាចំណាយរបស់យើងខ្ពស់អ្នកទាំងអស់គ្នាត្រូវកាត់បន្ថយអ្វីមុខណាមួយអញ្ចឹងបានការកត់មានសារៈសំខាន់មែនតើចាការកត់មានសារៈសំខាន់មែនតើអញ្ចឹងទី1តកតងទៅនឹងគ្មានទម្លាប់នៅក្នុងការចាត់ចែងលុយគឺប៉ុណ្ណឹងអញ្ចឹងខ្ញុំលើកទឹកចិត្តឲ្យអ្នកទាំងអស់គ្នាមានទម្លាប់ចាត់ចែងលុយមិនថាចំនួនតិចឬក៏ចំនួនខ្ពស់